ខ្ញុំអត់ចេះរៀបយុទ្ធសាស្ត្រដូចចាងលៀងឬក៏ដឹកនាំទ័ពដូចហានស៊ីនប៉ុន្តែខ្ញុំពូកែខាងប្រើប្រាស់មនុស្សលាវប៉ាងគឺជាអធិរាជហានកៅជូជាបុគ្គលគំរូនៃពាក្យថាអ្នកចំការខ្លាយទៅជាស្ដេចលាវប៉ាងកើតក្នុងក្រគល់កសិករនិងធ្លាប់ធ្វើជាមន្ត្រីភូមិតូចតាចម្នាក់គាត់គ្មានឈាមជ័រជាអភិជនឬក៏ក្បាច់គុណខ្លាំងពូកែលើសគេឡើយប៉ុន្តែលាវប៉ាងបានបង្កើតរាជវង្សហានឆ្នាំ202មុនគ្រិស្តសករាជដែលជាយុគសម័យមាសដ៏រឹងមាំបំផុតមួយនៃប្រវត្តិសាស្ត្រចិនអ្វីដែលធ្វើឲ្យលាវប៉ាងមានភាពតាក់ទាញខ្លាំងមិនមែនដោយសារគាត់ល្អឥតខ្ចោះនោះទេប៉ុន្តែគឺដោយសារភាពស្និទ្ធស្នាលនិងភាពជាមនុស្សសាមញ្ញខុសពីពួកអភិជនដែលរឹងត្អឹងលាវប៉ាងជាមនុស្សមានចរិតមិនសូវរៀបរយលាវប៉ាងចូលចិត្តផឹកស្រាជាមនុស្សរស់រវើកនិងមិនចេះប្រកាន់ខ្លួនឡើយរបៀបដឹកនាំរបស់គាត់មានលក្ខណៈពិសេស3យ៉ាងទី1ការបន្ទាបខ្លួនលាវប៉ាងហ៊ានទទួលស្គាល់ដោយចំហថាគាត់មិនមែនជាមនុស្សឆ្លាតបំផុតនោះទេគាត់ធ្លាប់និយាយថាខ្ញុំអត់ចេះរៀបយុទ្ធសាស្ត្រដូចចាងលៀងឬក៏ដឹកនាំទ័ពដូចហានស៊ីនប៉ុន្តែខ្ញុំពូកែខាងប្រើប្រាស់មនុស្សដែលនៅក្បែរខ្លួនខ្ញុំគឺខ្ញុំប្រើឲ្យអស់សមត្ថភាពទី2គឺចិត្តទូលាយស្របពេលដែលអ្នកដឹកនាំដទៃទៀតចង់ក្តោបក្តាប់អំណាចតែម្នាក់ឯងលាវប៉ាងបានបែងចែកផលលាភនៃការច្បាំងយ៉ាងយុត្តិធម៌លាវប៉ាងបានផ្ដល់ដីគោរមងារនិងកិត្តិយសដល់អ្នកក្រៅមកគប់ដោយមិនដែលដណ្ដើមយកភាពជោគជ័យមកធ្វើជាជ័យជំនះខ្លួនឯងឡើយទី3គឺភក្តីភាពក្រុមមិត្តភក្តិផឹកស៊ីរបស់គាត់តាំងពីនៅជាមេភូមិតូចតាចបានរួមសុខរួមទុក្ខជាមួយគាត់អស់រាប់សិបឆ្នាំរហូតដល់ឡើងក្រុងរាជពួកគេដើរតាមលាវប៉ាងមិនមែនដោយសារការភ័យខ្លាចឡើយប៉ុន្តែដោយសារតែលាវប៉ាងចាត់ទុកពួកគេជាបងប្អូនបង្កើតអ្នកប្រវត្តិសាស្ត្រស៊ឺម៉ាឈៀនបានសរសេរថាសៀងអ៊ីគឺជាស្ដេចនៃសង្គ្រាមដែលគួរឲ្យខ្លាចប៉ុន្តែលាវប៉ាងគឺជាអ្នកដែលពូកែខាងប្រមូលទឹកចិត្តរាមនុស្សម្នាទូទៅមិនត្រឹមតែគោរពកោតខ្លាចលាវប៉ាងទេប៉ុន្តែមនុស្សទាំងនោះគឺសុទ្ធតែស្រឡាញ់លាវប៉ាងខ្លាំងលាវប៉ាងគឺជាមនុស្សដែលប្រែក្លាយពីកសិករនិងអ្នកសម្លាប់សត្វទៅជាអ្នកបង្កើតនៃអាណាចក្រដ៏អស្ចារ្យតាមរយៈការចេះស្ដាប់និងផ្ដល់តម្លៃដល់មនុស្សជុំវិញខ្លួន